មេដាបេដាសង្គ្រោះកូនដោយធម៌5យ៉ាងមេដាបេដាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រំផងមេដាបេដាគឺជាព្រះរស់នៅក្នុងផ្ទះដ៏ច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អម៉ត់ម៉ងចម្លងបិទភ្ងាឲ្យដល់ត្រើយសង្គ្រោះទី1ដោយការខាត់មិនឲ្យកូនភ្លាត់ធ្វើបាបឡើយឃើញកូនធ្វើខុសឥតកន្តើយហាមហើយហាមទៀតឆ្លៀតតាមឃ្លាំកំណើតជាមនុស្សថ្លៃពេកពុនកូនត្រូវអត់ធន់ឲ្យបានសមកុំឲ្យចំណងវាបង្ខំចូលច្រំធ្លាក់ជ្រោះរស់អាសោចសង្គ្រោះទី2ដោយការនាំផ្សែផ្សំសន្សំគុណប្រយោជន៍រស់នៅជាមនុស្សកុំជាខ្មោចយ៉ាងហើយត្រូវឲ្យមានសិល5ម៉ែឪបំពេអលង្ការគឺធម៌ទេសនាជាប្រចាំកូនត្រូវស្រឡាញ់កល្យាណកម្មគុណគួបត្រូវចាំកុំបំភ្លេចសង្គ្រោះទី3គឺឲ្យរៀនអុចទានវិជ្ជាភ្លឺរំលេចសម្បត្តិចំណេះថ្លៃជាងពេជ្រដាច់ខាតត្រូវកិច្ចពីគ្រឿងញៀនថ្នាំញៀនបំផ្លាញនៅស្មារតីញៀនលបែងអប្រ័យនាំខូចរៀនញៀនស្រាញៀនស្រីរោគបៀតបៀនបើញៀននឹងរៀនសុរិយារះសង្គ្រោះទី4គឺរៀបការក្នុងរឿងប្រាថ្នាគ្រប់គ្រងផ្ទះមិនត្រូវបង្ខំចង់យកឈ្នះមានះនាំខូចប្រយោជន៍ធំស្នេហាជាភ្នោកប់ប្រលឹងរឿងនឹងត្រូវដឹងឲ្យគ្រប់មុំកុំអាងថានីលធំជាងនំមានរឿងទាវទុំគំរូស្រាប់សង្គ្រោះទី5គឺចែកទ្រព្យតាមការគួរគប់ជាប់ជាច្បាប់មរតកជាទ្រព្យនៃអ្នកស្លាប់មិនត្រូវប្រញាប់ឲ្យដាច់ឡើយឲ្យតិចឲ្យច្រើនជាប្រចាំរាល់ថ្ងៃខែឆ្នាំឲ្យណាស់ហើយចំណែកសម្បត្តិនាំដល់ត្រើយដូចបានពោលឲ្យគឺអាវាតសង្គ្រោះ5យ៉ាងគឺជាគុណជាទុនជីវិតតាមក្បួនខ្នាតម៉ែឪជាព្រះអ្នកនាំអាចកូនកុំប្រមាទតទៅអោងសូមអនុមោទនាហើយអស់ប្រុសស្រីទាំងឡាយអើយកុំភ្លេចឡើយផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុតលោកាពុទ្ធហេងសរណង្កច្ឆាមិតហម្មੰសរណង្កច្ឆាមិសង្ឃហេងសរណង្កច្ឆាមិមេដាបេដាសង្គ្រោះកូនដោយធម៌5យ៉ាងមេដាបេដាជាគ្រូដើមជាគ្រូដ៏ឆ្នើមក្នុងលោកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រំផងមេដាបេដាគឺជាព្រះរស់នៅក្នុងផ្ទះដ៏ច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អម៉ត់ម៉ងចម្លងបិទភ្ងាឲ្យដល់ត្រើយសង្គ្រោះទី1ដោយការខាត់មិនឲ្យកូនភ្លាត់ធ្វើបាបឡើយឃើញកូនធ្វើខុសឥតកន្តើយហាមហើយហាមទៀតឆ្លៀតតាមឃ្លាំកំណើតជាមនុស្សថ្លៃពេកពុនកូនត្រូវអត់ធន់ឲ្យបានសមកុំឲ្យចំណងវាបង្ខំចូលច្រំធ្លាក់ជ្រោះរស់អាសោចសង្គ្រោះទី2ដោយការនាំផ្សែផ្សំសន្សំគុណប្រយោជន៍រស់នៅជាមនុស្សកុំជាខ្មោចយ៉ាងហើយត្រូវឲ្យមានសិល5ម៉ែឪបំពេអលង្ការគឺធម៌ទេសនាជាប្រចាំកូនត្រូវស្រឡាញ់កល្យាណកម្មគុណគួបត្រូវចាំកុំបំភ្លេចសង្គ្រោះទី3គឺឲ្យរៀនអុចទានវិជ្ជាភ្លឺរំលេចសម្បត្តិចំណេះថ្លៃជាងពេជ្រដាច់ខាតត្រូវកិច្ចពីគ្រឿងញៀនថ្នាំញៀនបំផ្លាញនៅស្មារតីញៀនលបែងអប្រ័យនាំខូចរៀនញៀនស្រាញៀនស្រីរោគបៀតបៀនបើញៀននឹងរៀនសុរិយារះសង្គ្រោះទី4គឺរៀបការក្នុងរឿងប្រាថ្នាគ្រប់គ្រងផ្ទះមិនត្រូវបង្ខំចង់យកឈ្នះមានះនាំខូចប្រយោជន៍ធំស្នេហាជាភ្នោកប់ប្រលឹងរឿងនឹងត្រូវដឹងឲ្យគ្រប់មុំកុំអាងថានីលធំជាងនំមានរឿងទាវទុំគំរូស្រាប់សង្គ្រោះទី5គឺចែកទ្រព្យតាមការគួរគប់ជាប់ជាច្បាប់មរតកជាទ្រព្យនៃអ្នកស្លាប់មិនត្រូវប្រញាប់ឲ្យដាច់ឡើយឲ្យតិចឲ្យច្រើនជាប្រចាំរាល់ថ្ងៃខែឆ្នាំឲ្យណាស់ហើយចំណែកសម្បត្តិនាំដល់ត្រើយដូចបានពោលឲ្យគឺអាវាត
សង្គ្រោះ5យ៉ាងគឺជាគុណជាទុនជីវិតតាមក្បួនខ្នាតម៉ែឪជាព្រះអ្នកនាំអាចកូនកុំប្រមាទតទៅអោងសូមអនុមោទនាហើយអស់ប្រុសស្រីទាំងឡាយអើយកុំភ្លេចឡើយផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុតលោកាពុទ្ធហេងសរណង្កច្ឆាមិតហម្មੰសរណង្កច្ឆាមិសង្ឃហេងសរណង្កច្ឆាមិមិនឲ្យកូនភ្លាត់ធ្វើបាបឡើយឃើញកូនធ្វើខុសឥតកន្តើយហាមហើយហាមទៀតឆ្លៀតតាមឃ្លាំកំណើតជាមនុស្សថ្លៃពេកពុនកូនត្រូវអត់ធន់ឲ្យបានសមកុំឲ្យចំណងវាបង្ខំចូលច្រំធ្លាក់ជ្រោះរស់អសោចសង្គ្រោះទី2ដោយការនាំផ្សែផ្សំសន្សំគុណប្រយោជន៍រស់នៅជាមនុស្សកុំជាខ្មោចយ៉ាងហោចត្រូវឲ្យមានសិល5ម៉ែឪបំពេអលង្ការគឺធម៌ទេសនាជាប្រចាំកូនត្រូវស្រឡាញ់កល្យាណកម្មគុណគប់ត្រូវចាំកុំបំភ្លេចសង្គ្រោះទី3គឺឲ្យរៀនអុចទានវិជ្ជាភ្លឺរំលេចសម្បត្តិចំណេះថ្លៃជាងពេជ្រដាច់ខាតត្រូវកិច្ចពីគ្រឿងញៀនថ្នាំញៀនបំផ្លាញនៅស្មារតីញៀនលបែងអប្រៃនាំខូចរៀនញៀនស្រាញៀនស្រីរោគបៀតបៀនបើញៀននឹងរៀនសុរិយារះសង្គ្រោះទី4គឺរៀបការក្នុងរឿងប្រាថ្នាគ្រប់គ្រងផ្ទះមិនត្រូវបង្ខំចង់យកឈ្នះមានះនាំខូចប្រយោជន៍ធំស្នេហាជាភ្នោកប់ប្រលឹងរឿងនឹងត្រូវដឹងឲ្យគ្រប់មុំកុំអាងថានីលធំជាងនំមានរឿងទាវទុំគំរូស្រាប់សង្គ្រោះទី5គឺចែកទ្រព្យតាមការគួរគប់ជាប់ជាច្បាប់មរតកជាទ្រព្យនៃអ្នកស្លាប់មិនត្រូវប្រញាប់ឲ្យដាច់ឡើយឲ្យតិចឲ្យច្រើនជាប្រចាំរាល់ថ្ងៃខែឆ្នាំឲ្យណាស់ហើយចំណែកសម្បត្តិនាំដល់ត្រើយដូចបានពោលឲ្យគឺអាវាតសង្គ្រោះ5យ៉ាងគឺជាគុណជាទុនជីវិតតាមក្បួនខ្នាតម៉ែឪជាព្រះអ្នកនាំអាចកូនកុំប្រមាទតទៅអោងសូមអនុមោទនាហើយអស់ប្រុសស្រីទាំងឡាយអើយកុំភ្លេចឡើយផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុតលោកាពុទ្ធហេងសរណង្កច្ឆាមិតហម្មੰសរណង្កច្ឆាមិសង្ឃហេងសរណង្កច្ឆាមិ